លោកមាសរិទ្ធីបានផ្សាយថាពលរដ្ឋសៀមនៅតាមបណ្ដោយព្រំដែនមានគំនិតចង់ប្រឆាំងជាមួយនឹងរបបប្រជានិយមដូច្នេះយើងស្ដាប់ការលើកឡើងរបស់គាត់ទាំងអស់គ្នាតាមពិតថ្ងៃបាញ់នេះ5ថ្ងៃហើយវាធ្វើឲ្យផ្ទុះនៅខេត្តពោធិ៍សាត់ច្រកថ្មដាណាចាគឺទាហានថៃដែលគាត់ចេះនិយាយភាសាខ្មែរហ្នឹងគាត់ប្រើចេះតែតាមពិតទាហានពួកគាត់ហ្នឹងអត់មានបំណងចង់ធ្វើសង្គ្រាមជាមួយកម្ពុជាទេគាត់ដឹងទាំងអស់ហើយប្រាប់ចំមកថារឿងដោយសារស្ដេចបញ្ជារឿងដោយសារស្ដេចថៃបញ្ជាកងទ័ពនិយាយអញ្ចឹងបាទនិយាយអញ្ចឹងបាទរឿងដោយសារគាត់ជួបជាមួយនឹងទ័ពថៃចាបាទនៅខេត្តត្រាតបាទនៅខេត្តត្រាតដែលមានធ្លាប់មានតំណែងព្រំដែនមួយគ្នាហ្នឹងគឺបញ្ជាហើយក៏នោះគឺបញ្ជាឲ្យផ្ទុះអាវុធតាំងពីកោះកុងតាំងពីពោធិ៍សាត់អីដែរច្រកប៉ុន្តែអន្ថើនៅអញ្ចឹងទៅអន្ថើពេកខាងកងទ័ពថៃនោះសម្រេចចិត្តថាអញ្ចឹងដើម្បីកុំឲ្យថាបញ្ជាពីស្ដេចមកហើយយើងនៅទាហាននៅជួរមុខក្រោមបង្គាប់បញ្ជារបស់ស្ដេចអញ្ចឹងត្រូវតែបាញ់ត្រូវតែផ្លោងអញ្ចឹងក៏នោះមិនផ្លោងនៅច្រកថ្មដាជិត20គ្រាប់ចាអញ្ចឹងតែផ្លោងទៅកន្លែងអត់មានត្រូវប្រជាពលរដ្ឋទេអញ្ចឹងបានន័យថាគេបាញ់ហ្នឹងគឺបាញ់ដើម្បីផ្គាប់ចិត្តឲ្យស្ដេចគេថាបានបាញ់ដែរឃើញគាត់និយាយចឹងហើយដល់ពេលយើងស្ដាប់ទៅអូមួយទៀតទៅបៃលិនហ្នឹងខ្ញុំទៅជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋរបស់យើងដែលធ្វើកសិកម្មចាដាំដំណាំមានស្វាយមានតង្កែនមានបៃលិនហ្នឹងហើយនឹងដលងមានអីចឹងទៅជែកគ្នានេះទេទៅជែកគ្នាចឹងទៅគាត់ប្រាប់ថាចេះគាត់ថាគាត់ដែលមានតំណែងជាមួយថៃកន្លងមកហ្នឹងគឺគាត់និយាយគ្នាចឹងទៅសួរថាតើពេលអាបិទច្រកហ្នឹងពិបាកតែខ្មែរនៅហ្នឹងថៃប្រជាជនថៃហ្នឹងគឺពិបាកជាងយើងឆ្ងាយព្រោះអាកសិកម្មទាំងប្រមាណហ្នឹងគឺមកយើងហ្នឹងគឺច្រើនហើយយកពីយើងហ្នឹងច្រើនដើម្បីបន្តទៅហើយគាត់ទៅគាត់យកពីយើងទៅបន្តទៅចិនដដែលទេហើយបន្តទៅម៉ាឡេអីចឹងទៅសិង្ហបុរីដដែលទេហ្នឹងហើយក៏ប៉ុន្តែនៅពេលដែលគាត់ចាប់ដើមឆ្លើយថៃគាត់ថាចេះវេទនាណាឥឡូវនេះចង់ដាច់បាយស្លាប់អស់ហើយប្រជាពលរដ្ឋនៅជាប់ព្រំដែនកម្ពុជាថៃឥឡូវប៉ុន្តែគាត់អត់ហ៊ានអីនៅខាងក្នុងឥឡូវនេះគឺគឺយកច្បាប់អាជ្ញាសិទ្ធិតឹងតែងជាមួយកម្ពុជាហ្នឹងបើសិនជាដឹងថាតកែថៃណាមួយដែលមានការដឹកជញ្ជូនអីមកពីកម្ពុជាចូលទៅក្នុងទឹកដីថៃគឺគេយកច្បាប់អាជ្ញាសិទ្ធិហ្នឹងទៅដាក់គុកមួយជីវិតអីក៏មានចាប់តកែហ្នឹងតែម្ដងអញ្ចឹងដល់អញ្ចឹងទៅឥឡូវតកែទាំងអស់ហ្នឹងគឺលែងហ្មងលែងបាទនេះខាងគាត់ជួបជាមួយនឹងដែលអ្នករស់ស៊ីយើងនៅជាមួយថៃជួបមួយតកែហ្នឹងចាគឺគៀបខ្លាំងណាស់ធ្វើបាបពលរដ្ឋតែប៉ុន្តែគង់តែមានថ្ងៃណាផ្ទុះទេប្រជាពលរដ្ឋគង់តែផ្ទុះទេផ្ទុះអីហើយផ្ទុះម្ដងនេះគឺគាត់ថាផ្ទុះប្រឆាំងស្ដេចហ្មងផ្ទុះបដិញស្ដេចចេញពីថៃហ្មងអូចាដូចនេប៉ាល់ហ្មងចាអានេះគាត់និយាយណាគាត់និយាយដោយសារតែថៃជាអ្នកនិយាយជាមួយបងប្អូនពលរដ្ឋខ្មែរយើងគាត់ថាមិនបានជាផ្ទុះអញ្ចឹងចុះបើដល់មែនទែនទៅពួកគាត់គិតថារដ្ឋាភិបាលថៃកន្លងមកដែលធ្លាប់តែប្រជាពលរដ្ឋបោះឆ្នោតឲ្យឡើងជានាយករដ្ឋមន្ត្រីតែនាយករដ្ឋមន្ត្រីដែលសម្លេងរបស់ប្រជាពលរដ្ឋបោះឲ្យមិនដែលបានធ្វើការបានជោគជ័យមិនដែលធ្វើការបានល្អមិនដែលធ្វើការងារតាមលទ្ធិប្រជាធិបតេយ្យសេរីភាពរបស់គាត់ទេខ្លះអាយុកាលតែបន្តិចរដ្ឋបហាគាត់ទៅខ្លះធ្វើទុកបុកម្នេញដោយកងទ័ពដោយសារតែអំណាចកងទ័ពនៅលើស្ដេចអញ្ចឹងមែនទែនទៅនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃអត់មានសិទ្ធិអត់មានអំណាចប្រជាពលរដ្ឋបោះឆ្នោតអត់ប្រយោជន៍ចាឥឡូវធ្វើម៉េចមានអីការវិប្រជាជនថៃនៅទាំងអស់គ្នានឹងបើព្រួយស្ដេចចាគាត់និយាយចឹងតាមមើលទៅអាចអញ្ចឹងដែរទៅថ្ងៃមុខថៃតតែអានេះសម្រាប់ប្រជាពលរដ្ឋថៃណាតតែជ្រើសរើសអ្នកដឹកនាំក្បាលម៉ាស៊ីនតែមួយទេ